ជាបរិវត្តចាគឺ65គ្រួសាររស់នៅក្នុងភូមិ3ចាគឺសង្កាត់លេខ1ក្រុងព្រះសីហនុទទួលបានសៀវភៅស្នាក់នៅនិងចាគឺសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់ដោយចាគឺកិច្ចសន្យាពីម្ចាស់ដីស្របច្បាប់ប្រជាពលរដ្ឋចំនួន65គ្រួសាររស់នៅលើដីទំនាស់មួយកន្លែងដែលស្ថិតនៅក្នុងភូមិទី3សង្កាត់ទី1ក្រុងនិងខេត្តព្រះសីហនុបានចាគឺដែលបានយល់ព្រមចាក់ចេញពីដីទំនាស់ដោយគ្មានការតវ៉ានៅខណៈដែលសាលាចាគឺសាលាដំបងខេត្តព្រះសីហនុដឹកនាំកម្លាំងចាគឺចុះអនុវត្តតាមច្បាប់នោះហើយនៅព្រឹកថ្ងៃទី19ខែមិនិនាចាគឺឆ្នាំ2015កន្លងទៅចាគឺឥឡូវនេះបងប្អូនប្រជាពលរដ្ឋទាំងអស់ចាគឺពួកគាត់បានទទួលនៅសៀវភៅស្នាក់នៅពិតប្រាកដចាគឺនឹងសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់តាមការផ្ដល់ជូនក្នុងមនោសញ្ចេតនាពីសំណាក់ម្ចាស់ដីស្របច្បាប់ភាគីឈ្នះក្តីដោយរៀបចំចាគឺជាឡូនៅទីតាំងចាស់ដដែលហើយលោកឈិនសារិនចាគឺអភិបាលក្រុងនៅព្រះសីហនុចាគឺនៅក្នុងឱកាសចុះចែកសៀវភៅស្នាក់នៅនិងប្រគល់ចាគឺសិទ្ធិកាន់កាប់ដីធ្លីជូនបងប្អូនប្រជាពលរដ្ឋចំនួន65គ្រួសារនៅព្រឹកថ្ងៃទី11ខែកក្កដាឆ្នាំ2015ធ្វើឡើងនៅសាលាសង្កាត់ក្រុងព្រះសីហនុចាគឺដោយមានប្រសាសន៍ឲ្យដឹងថាជាទង្វើល្អបំផុតដែលភាគីឈ្នះក្តីមានទឹកចិត្តចាគឺសប្បុរសសុខចិត្តចែករំលែកដីដែលជាកម្មសិទ្ធិរបស់ខ្លួនផ្ដល់ជូនភាគីដែលចាញ់ក្តីបែបនេះព្រោះថាជុំវិញបញ្ហាទាំងអស់នេះបើតាមអំណាចសាក្រមរបស់តុលាការភាគីប្រជាពលរដ្ឋជាអ្នកចាញ់ក្តីត្រូវតែចាក់ចេញពីទីតាំងដីទំនាស់នោះដោយគ្មានការតវ៉ានិងមិនទទួលបានសំណងអ្វីទាំងអស់ជាមួយគ្នានោះផងដែរចាគឺលោកក៏បានសំណូមពរទៅដល់អាជ្ញាធរក៏ដូចជាមន្ត្រីជំនាញធ្វើយ៉ាងណាចាគឺពន្លឿនការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋខាងលើនេះដើម្បីធ្វើបានកម្មសិទ្ធិស្របច្បាប់ឲ្យបានឆាប់និងងាយស្រួលទៅដល់ការប្រើប្រាស់ជាផ្លូវការសម្រាប់ពួកគាត់បងស្រីហ៊ីមសវណ្ណរីចាគឺភាគីឈ្នះក្តីបាននិយាយបញ្ជាក់ដឹងថាទីតាំងដីទំនាស់ខាងលើនេះគឺជាដីមានបានកម្មសិទ្ធិស្របច្បាប់របស់គាត់ហើយប្រជាពលរដ្ឋដែលមករំលោភបំពានទីតាំងលំនៅឋានទាំងអស់នេះខាងលើមួយចំនួនសុទ្ធសឹងតែចាញ់ពាក្យញុះញង់ពីជនខលខូចមួយចំនួនបានឃោសនាថាដីទីតាំងទំនាស់ខាងលើនេះជាដីគ្មានម្ចាស់គ្រប់គ្រងហើយជាដីរបស់រដ្ឋឬឯដីតកែចិនដែលធ្លាក់យន្តហោះស្លាប់ក៏បាននាំគ្នាចាគឺចូលទៅស្នាក់នៅទីនោះនេះគឺជាការញុះញង់របស់ជនខលខូចមួយចំនួនតែប៉ុណ្ណោះលោកស្រីបានបន្តដឹងទៀតថាក្នុងពេលចុះអនុវត្តសាក្រមសាលាដំបងខេត្តចាគឺព្រះសីហនុកន្លងមកនោះគឺដើមឡើយរូបគាត់គឺថាអ្វីអនុវត្តទៅតាមច្បាប់បើប្រជាពលរដ្ឋធ្វើការប្រឆាំងតវ៉ាប៉ុន្តែក្រោយមកដោយមើលឃើញចាគឺជាក់ស្ដែងជីវភាពក្រីក្ររបស់ប្រជាពលរដ្ឋខាងលើនេះជាពិសេសបងប្អូនប្រជាពលរដ្ឋចាគឺបានយល់អំពីកំហុសរបស់ខ្លួនបាននាំគ្នាចាគឺរំលោភយកដីរបស់គាត់នោះគាត់ក៏បានសុខចិត្តចាគឺបរិច្ចាគដីមួយចំនួនឲ្យប្រជាពលរដ្ឋដែលជាអ្នកចាញ់ក្តីនោះទៅប្រជាពលរដ្ឋដែលចាញ់ក្តីទាំងអស់បានសម្ដែងនៅទឹកចិត្តអរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រីហ៊ីមចាគឺសវណ្ណរីដែលជាម្ចាស់ដីស្របច្បាប់ដែលមានទឹកចិត្តសប្បុរសធម៌អាណិតអាសូរទៅដល់ពួកគាត់ដែលបានផ្ដល់ដីមួយចំនួននេះទៅឲ្យពួកគាត់ចាបាទនេះជាកាយវិការដ៏ល្អមួយមានន័យថាប្រជាពលរដ្ឋយើងនឹងគាត់មានការចាញ់ការញុះញង់ពីគេទៅគាត់ទៅរស់នៅលើដីដែលគេមានកម្មសិទ្ធិស្របច្បាប់រួចហើយគណៈដីគេមានកម្មសិទ្ធិស្របច្បាប់រួចហើយនេះគឺជាដីដែលការពារដោយច្បាប់ដោយឲ្យម្ចាស់កម្មសិទ្ធិកហ្នឹងឧបមាបងស្រីហឹមសវណ្ណរីហ្នឹងគាត់ជាម្ចាស់គាត់មានកម្មសិទ្ធិលើដីហ្នឹងហើយចាអញ្ចឹងគេមករស់នៅលើដីគាត់មិនឈ្នះគាត់ប្តឹងទៅតាមផ្លូវច្បាប់ណាទៅរស់នៅកាន់កាប់លើដីដែលគេមានកម្មសិទ្ធិអញ្ចឹងគេអាចចោទប្រកាន់អំពីការប្រើហិង្សារំលោភកាន់កាប់លើកម្មសិទ្ធិអ្នកដទៃក៏ប៉ុន្តែនេះខ្ញុំពិតជាសម្ដែងនៃការសរសើរដ៏ស្មោះ
ដល់បងស្រីម្ចាស់ដីនេះដែលគាត់មានទឹកចិត្តសប្បុរសសម្បទានជូនផ្ដល់ជូនបាទទៅឲ្យបងប្អូនទៅបិទតែចាញ់ក្តីប្រឹងប្រដៅនេះចាញ់ក្តីគាត់ហើយក៏ដោយចុះគឺគាត់បានបរិច្ចាគនៅដីណាជូនបងប្អូនដើម្បីរស់នៅកាន់កាប់ស្របច្បាប់ពីពេលនេះតទៅនេះបែងចែកជូនគាត់ឲ្យគាត់រស់នៅបាទកម្រណាកម្រមានអញ្ចឹងណាចាបាទអ្នកខ្លះតែប្តឹងឈ្នះហើយគេឈ្នះគេយកដីហើយគេមិនឲ្យបែងចែកដីម្ដុំទៀតឲ្យទៅនៅទេអត់ទេតែគេឈ្នះហើយគេអនុវត្តសារក្រមគេដេញចេញអស់ហើយអត់ទេប៉ុន្តែបងស្រីសវណ្ណារីហ្នឹងគាត់មានសន្តានចិត្តនៅក្នុងការផ្ដល់ជូនបងប្អូនដើម្បីឲ្យបងប្អូនបានរស់នៅសមស្របហើយឥឡូវនេះគឺអាជ្ញាធរបានរៀបចំជាសភៅស្នាក់នៅឲ្យទៀតណាចាមកមានន័យថាបងប្អូនកាន់តែរស់នៅស្របច្បាប់ទម្លាប់មែនតែនហើយបាទមានលក្ខណៈត្រឹមត្រូវជាពលរដ្ឋស្របច្បាប់នៅតំបន់នោះហើយខ្ញុំសូមលើកបន្តិចរឿងនេះយើងទទួលបានព័ត៌មានទស្សនិកជនទទួលបានព័ត៌មានបែបម៉េចដីតំបន់នោះធ្លាប់មានវិវាទអញ្ចេះកន្លងមកដីនេះគឺស្ថិតនៅក្នុងភូមិនេះបាទដីនេះស្ថិតនៅក្នុងភូមិ3សង្កាត់លេខ1ក្រុងបរសៀនអនុខេត្តបរសៀនអនុប៉ុន្តែកន្លងមកមានឈ្មោះមួយចំនួនហើយដែលមានបកគលខ្លះខលខូចហ្នឹងឈ្មោះប៉ុនសរឿនយកតាមប្រភពមកដែលមានលោកប៉ុនសរឿនហ្នឹងនៅពីក្រោយរឿងហ្នឹងបាទគឺប្តឹងផ្ដាល់គ្នាហ្នឹងទៀមទាថាដីនេះគឺដីនៅក្នុងស្រុកស្ទឹងហាវទេបាទនៅក្នុងស្រុកស្ទឹងហាវខេត្តបរសៀនអនុនឹងដែរប៉ុន្តែនៅខាងស្ទឹងហាវប៉ុន្តែស្ទឹងហាវវាឆ្ងាយពីនឹងឆ្ងាយណាស់ប៉ុន្តែនេះអាជ្ញាធរសង្កាត់ក្រុងនៃខេត្តបរសៀនអនុហ្នឹងអះអាងបញ្ជាក់ច្បាស់ថាដីនេះនៅក្នុងភូមិភូមិ3បាទសង្កាត់លេខ1ក្រុងបរសៀនអនុខេត្តបរសៀនអនុអញ្ចឹងគឺដីស្របច្បាប់របស់ក្រុមរបស់លោកស្រីហឹមសវណ្ណារីហ្នឹងដែលគាត់ក្តីក្តាមឈ្នះហើយគាត់ទៅចែកឲ្យប្រជាពលរដ្ឋនឹងទៀតនេះអញ្ចឹងមានន័យថាដីនេះគឺដីស្របច្បាប់របស់ខាងលោកស្រីសវណ្ណារីហ្នឹងហើយអាជ្ញាធរបញ្ជាក់ពីភូមិនេះពីភូមិមកដល់ហើយណែចង្វាយក្រុងពីភូមិសង្កាត់ហើយក្រុងមន្ទីររៀបចំដែនដីរហូតដល់អាយដាមអភិបាលនៃគណៈអភិបាលខេត្តបញ្ជាក់ច្បាស់ថាដីនេះគឺដីនៅក្នុងភូមិ3សង្កាត់លេខ1ក្រុងបរសៀនអនុខេត្តបរសៀនអនុនឹងឯងបាទដូច្នេះគឺអត់មានអីសពេចសពិលអាជ្ញាធរគេបញ្ជាក់ច្បាស់លាស់ហើយដីគេមានបានកម្មសិទ្ធិស្របច្បាប់របស់គេទៀតគឺយោងតាមរឿងប្រភពព័ត៌មានហ្នឹងរឿងហ្នឹងគឺដូចជាពាក់ព័ន្ធលោកលីហុងស៊ីនដែរលោកលីហុងស៊ីននៅផ្សារបានលងមិញហ្នឹងបាទតែមានវិវាទដីធ្លីអីនៅខាងកំពង់សោមហ្នឹងដែរហើយរឿងកំពង់សោមហ្នឹងគេមានបានរបស់គេត្រឹមត្រូវគេមានកន្លែងណែការបញ្ជាក់ដោយពីថ្នាក់ភូមិរហូតដល់ថ្នាក់ខេត្តហើយមន្ទីរដែនដីជាមន្ទីរជំនាញទៅទៀតគេប្រាប់មកដីនៅក្នុងភូមិ3ក្រុងបរសៀនអនុទេបាទហើយគេចេះព្យាយាមប្រទាញឲ្យវាទៅក្នុងស្រុកស្ទឹងហាវមិនបានបើអាជ្ញាធរគេមកចាស់ទឹកដីគេបញ្ជាក់ថាដីនៅក្រុងបរសៀនអនុទេមិនមែននៅក្នុងស្រុកស្ទឹងហាវឡើយបាទអញ្ចឹងគ្មានអីជំនាញជាងខាងមន្ទីរជំនាញដែនដីហើយនឹងអាជ្ញាធរទេឲ្យយើងទៅប្តឹងគេឲ្យម៉េចយកបានឬក៏យកឯកសារពីខាងស្រុកស្ទឹងហាវមកគ្របដណ្ដប់យកដីគេនៅឯក្រុងបរសៀនអនុនឹងមិនត្រូវអានេះគឺជាបញ្ហាមួយដែលយើងគួរកត់សម្គាល់បាទចា៎ទស្សនិកជនសំពើបន្តិចដើម្បីជួយបញ្ចប់ធម្មកម្មវិធី